ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមយកព័ត៌មានមួយទាក់ទងទៅនឹងរឿងនាំយកសង្សារទៅផឹកទឹកត្នោតជូរបែរទៅជាជលកែវនិងជ្រឿងជាមួយប្រុសផ្សេងសង្សារប្រច័ណ្ឌក៏ផ្ទុះកំហឹងវាយគ្នារងរបួសសមត្ថកិច្ចឃាត់ខ្លួនបាន2នាក់បានកើតឡើងនៅក្នុងទីក្រុងភ្នំពេញយើងបរិសម្នាក់ត្រូវបានយុវជន3នាក់នាំគ្នាព្រួតវាយបណ្ដាលឲ្យបែកមុខបែកមាត់បន្ទាប់ពីផ្ទុះភ្លើងប្រច័ណ្ឌទៅក្របួចកអាវគេដែលកំពុងជលកែវនិងជ្រៀងលេងជាមួយសង្សាររបស់ខ្លួនបន្ទាប់ពីបង្កហិង្សាបរិសុទ្ធ2នាក់ក្នុងចំណោមបពុ3នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរហេតុការណ៍ដែលបង្កហិង្សានេះកើតឡើងនៅវេលាម៉ោង4រសៀលថ្ងៃទី30ខែតុលាឆ្នាំ2025នៅចំណុចរោងលក់ទឹកត្នោតជូរយីហោសារ៉េនបង្កក់ស្ថិតនៅក្នុងដីវាលមួយកន្លែងក្នុងភូមិត្រពាំងថ្លឹង2សង្កាត់ចោមចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបរិសុទ្ធជាសង្សារដែលត្រូវគេព្រួតវាយឈ្មោះលូនវាសនាអាយុ33ឆ្នាំជាកម្មករកាត់ដេរស្នាក់នៅក្នុងភូមិថ្មគោល1សង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំណែកយុវជន2នាក់ដែលត្រូវបានឃាត់ខ្លួននោះពុំស្គាល់អត្តសញ្ញាណនៅឡើយតាមសាក្សីបានដឹងថានៅពេលមុនកើតហេតុគេឃើញមានជនរងគ្រោះបាននាំស្ត្រីដែលជាសង្សារជាកម្មការិនីកាត់ដេររួមនឹងពូមីងទាំងអស់4នាក់ទៅផឹកទឹកត្នោតជូរនិងជ្រៀងលេងនៅទីតាំងខាងលើខណៈនោះដែរក្រែក្បែរនោះក៏មានបរិសុទ្ធ3នាក់កំពុងផឹកទឹកត្នោតជូរផងដែរបន្ទាប់ពីផឹកស្រវឹងនិងជ្រៀងលេងនារីជាសង្សារក៏បានទៅជល់កែវនិងជ្រៀងលេងជាមួយបរិសុទ្ធផ្សេងដែលមានគ្នា3នាក់នៅក្បែរនោះតាមព័ត៌មានឲ្យបានដឹងថាបន្ទាប់ពីជ្រៀងលេងសាសងជាមួយគ្នាបរិសុទ្ធជាសង្សារក៏មានការប្រច័ណ្ឌហើយក៏បានទៅក្បួចកអាវបរិសុទ្ធពាក់អាវសម្នាក់ដែលកំពុងតែជ្រៀងសាសងនោះភ្លាមនោះបពុ2នាក់ក៏បានវាយទៅលើបរិសុទ្ធរងគ្រោះរូបនោះបណ្ដាលឲ្យបែកមុខបែកមាត់នៅក្នុងហេតុការណ៍នោះផងដែរសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការអន្តរាគមន៍ហើយក៏បានឃាត់ខ្លួនជនដៃដល់ចំនួន2នាក់នឹងបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរចំណែកឯនារីជាសង្សារវិញក៏បានឲ្យដឹងផ្ទុយគ្នាថានៅពេលមុនកើតហេតុខ្លួន2នាក់សង្សារក៏បានជ្រៀងលេងហើយបរិសុទ្ធទាំង3នាក់ដែលផឹកស៊ីក្បែរគ្នានោះបានសុំជ្រៀងម្ដងតែត្រូវសង្សាររបស់នាងប្រាប់ថាចាំជ្រៀងចប់សិនលុះក្រោយមកនៅពេលដែលសង្សាររបស់នាងធ្វើដំណើរត្រឡប់ទៅបន្ទប់ទឹកស្រាប់តែយុវជន3នាក់បានព្រួតគ្នាវាយមកលើសង្សាររបស់នាងបណ្ដាលឲ្យបែកមុខបែកមាត់តែម្ដងអញ្ចឹងព័ត៌មានថ្ងៃនេះក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា